នេះខ្ញុំចេញមកប្រាប់ពីរបៀបដូរអាវសិស្សប្រុសសិស្សស្រីសម្រាប់អ្នកថតកាត់ 4x6 ដើម្បីវាងាយស្រួលហើយវាស្អាតទៅវាលឿនទៀតដំបូងយើងកែរូបជាលក្ខណៈចេះមក 4x6 ឲ្យហើយដូរផ្ទៃដូរអីឲ្យហើយកាត់អីឲ្យស្អាតឲ្យហើយមកហើយបន្ទាប់មកយើងសែវមកចេញជារូបចេះមកបន្ទាប់មកយើងចូលទៅ website AI Google Gemini នេះហើយបន្ទាប់មកយើងជ្រើសរើសពាក្យ Tool នេះហើយយើងយករូបផ្លែចេកនេះដែល Grid iMac នេះហើយយើង add file រូបភាពយើងចូលមករូបមួយនេះយើង add ហើយយើងទៅ copy អក្សរនេះ please turn it into white schoolboy shirt ចឹងមកយើងវាយឲ្យ AI ធ្វើឲ្យទៅយើង copy ផាសមកយើងបញ្ជូនទៅបន្ទាប់មក AI វាកែរូបហ្នឹងឲ្យយើងហើយមុនយើងធ្វើយើងកែរូបយើងឲ្យស្អាតអស់សិនចាំយើងយកទៅដូរអាវនេះលទ្ធផលដែល AI កែឲ្យគឺវាស្អាតមើលទៅដូចពាក់ពិតចឹងហើយយើង download មក download ហើយយើងតែងរូបហ្នឹងទៅដាក់លើ file ដើមយើងដើម្បីផ្ទៀងផ្ទាត់គ្នានេះ AI កែឲ្យមុខវាអាចនឹងខុសទម្រង់ដើមខ្លះហើយឬក៏វាអត់សូវច្បាស់ដូចរូបយើងថតទេនេះមើលខ្ញុំបិទទៅរូបថតយើងដើមច្បាស់ជាងអញ្ចឹងយើងត្រូវលុបអារូបមុខដែល AI កែឲ្យហ្នឹងតែយើងទុកតែអាវបានហើយនេះយើងលុបយើងចុចនេះមកយើងចូលទៅលុបវាមកលុបទម្រង់មុខដែល AI កែហើយទុកតែទម្រង់មុខចាស់យើងបានហើយឃើញទេដល់ពេលយើងកែទៅវាច្បាស់យើងយកទម្រង់មុខដើមយើងវិញបានវាច្បាស់ស្អាតព្រោះ AI កែឲ្យពេលខ្លះមុខយើងខុសទម្រង់ដើមនេះយើងយកមាត់ច្រមុះកន្លែងមកកន្លែងហ្នឹងបានហើយយកតែទម្រង់មុខដើមដែលយើងថតមកច្បាស់ហើយកន្លែងនេះយើងយកវាមកវិញមកឲ្យស្អាតសំខាន់យើងយកតែទម្រង់មុខម្ដុំនេះម្ដុំវងមូលហ្នឹងមកបានហើយសម្រាប់រូបចូលគ្នាមកហើយ AI កែឲ្យវាតែមាន logo កន្លែងនេះអាហ្នឹងយើងប្រឡប់វាទៅណា style យើងប្រឡប់វាទៅវាបាត់ហើយអាសញ្ញា logo AI នេះវីដេអូហ្នឹងមានតែប៉ុណ្្នឹង